ស្ដីពុកម៉ែបងប្អូនទាំងគ្នាបានមកទៀតហើយថ្ងៃនេះខ្ញុំមានតិចជ្រូកហើយនឹងសាច់ជ្រូកបន្តិចប៉ុន្តែអត់ដឹងថាធ្វើម្ហូបពីគេប្រាប់តែនឹកឃើញថាចង់ហូបផាត់លើតោះទៅតាមណាវីដេអូខ្ញុំដល់គ្នាបាទពុកម៉ែបងប្អូនទាំងគ្នាបាទពុកម៉ែបងប្អូនទាំងគ្នាប្រកាសជាដឹងហើយថាខ្ញុំធ្វើម្ហូបពីគេថ្ងៃនេះគឺខ្ញុំធ្វើផាត់លើម្ដងប៉ុន្តែខ្ញុំអត់មានគ្រឿងគ្រប់គ្រាន់សម្រាប់ធ្វើទេខ្ញុំមានតែស្ករត្នោតមានតែខ្ទឹមហើយមានតែបន្តិចបន្តិចអញ្ចឹងហើយយើងធ្វើតែដាក់តែពីរមុខហ្នឹងក៏បានដែរបងប្អូនទាំងគ្នាបាទសំខាន់ជាងគេគឺយើងមានត្រចៀកជ្រូកតែផាត់លើគេតែងតែយកពោះជ្រូកយកកាពះជ្រូកប៉ុន្តែខ្ញុំមានតែត្រចៀកជ្រូកតែមួយមុខហើយខ្ញុំលាយជាមួយសាច់ជ្រូកបន្តិចទៅអញ្ចឹងហើយវាមិនមែនជាបញ្ហាទេហើយតែយើងធ្វើបានយើងត្រូវតែធ្វើពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់តែយើងថាចង់ទៅហើយយើងប៉ារកគ្រឿងយើងណាដែលថាគ្រឿងក្នុងផ្ទះយើងមានអីគេខ្លះយើងធ្វើប៉ុណ្្នឹងទៅព្រោះយើងគ្រាន់តែធ្វើហូបបាយខ្លួនឯងអញ្ចឹងយើងមានគ្រឿងប៉ុណ្ណាយើងដាក់ប៉ុណ្្នឹងទៅព្រោះយើងមិនមែនទៅធ្វើម្ហូបក្នុងហាងអីអញ្ចឹងយើងលក្ខណៈថាធ្វើដូចខ្ញុំបងប្អូនគ្រាន់តែមើលពណ៌ដែលខ្ញុំធ្វើហ្នឹងគឺលក្ខណៈថាឆ្ងាញ់បាត់ទៅហើយខ្ញុំប្រើគ្រឿងតែប្រហែលមុខនេះទេព្រោះតែខ្ញុំអត់មានគ្រឿងគ្រប់គ្រាន់ការពិតគឺខ្ញុំចង់ធ្វើឲ្យគ្រប់គ្រាន់ណាប៉ុន្តែយើងអត់មានគ្រឿងគ្រប់គ្រាន់អញ្ចឹងក៏យើងធ្វើបែបហ្នឹងទៅពុកម៉ែបងប្អូនទាំងគ្នាបាទហើយជ្រុលតែយើងធ្វើម្ហូបហូបបាយអីអញ្ចឹងយើងធ្វើជាវីដេអូមួយទៀតទៅព្រោះតែខ្ញុំធ្វើវីដេអូនេះគឺខ្ញុំមិនបានប៉ះពាល់ដល់ការងារខ្ញុំទេការងារខ្ញុំគឺពីច័ន្ទដល់សុក្រគឺខ្ញុំធ្វើការធម្មតាប៉ុន្តែខ្ញុំទៅនៅសាអាទិត្យខ្ញុំអត់ដឹងថាធ្វើអីក៏ខ្ញុំសម្រេចចិត្តថាធ្វើម្ហូបហើយយើងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាមើលលេងកំសាន្តទោះវាខុសឆ្គងខ្លះក៏យើងបានបញ្ចេញមតិបញ្ចេញយោបល់នៅក្នុងនឹងខ្លះដែរពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងហើយការធ្វើវីដេអូធ្វើឲ្យខ្ញុំសប្បាយមែនទែនពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងហើយសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើទៅពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រផងព្រោះតែខ្ញុំធ្វើវីដេអូនេះគឺវារៀងពិបាកដែរប៉ុន្តែជាការឆ្លាញ់របស់យើងទើបយើងខំធ្វើដល់សប្តាហ៍ថ្ងៃនឹងពុកម៉ែបងប្អូនទាំងគ្នាបាទ